Bạnសួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះដែរយើងនឹងមកនិយាយអំពីredirection បាទអូខេអញ្ចឹងយើងអាចបើកមើលទាំងអស់គ្នាស៊ីអូខេអញ្ចឹងនៅក្នុង redirection នេះដែរគឺវាមានពាក់ព័ន្ធជាមួយនឹង input redirection ហើយនិង output redirection redirection ហ្នឹងគឺយើងប្រើពាក់ព័ន្ធជាមួយនឹងសញ្ញាធំតូចណាអញ្ចឹងបើ input redirection ហ្នឹងគេប្រើសញ្ញាតូចជាងហើយបើ output redirection យើងប្រើសញ្ញាធំជាងអូខេអញ្ចឹងយើងចូលទៅសាកល្បងតែមើលទាំងអស់គ្នាអញ្ចឹងដំបូងខ្ញុំlist មើលនៅក្នុង etc សិន file etc ls-lh/e-tc អូខេអញ្ចឹង file នៅក្នុង etc នេះគឺវាមានច្រើនបែបនេះសូម clear ចោលសិន and then ខ្ញុំសូមបង្កើត file មួយ nano su_prem.tat អូ sorry nano មិនណាទេអូខេអញ្ចឹងយើងមាន file ហើយយើងអាច cat មើលបាន su_file.tat អូខេ no such file wait something in here អូខេអញ្ចឹងខ្ញុំអាច cat មើលក្នុង file មានអីខ្លះអញ្ចឹងមានអក្សរប៉ុណ្ណេះអូខេអញ្ចឹងបន្ទាប់ពីយើងឃើញប៉ុណ្ណឹងហើយខ្ញុំចង់ផុតពាក់ព័ន្ធជាមួយនឹងetc នេះ text ដែលមានក្នុង etc នេះចូលទៅកាន់ file របស់យើងអញ្ចឹងខ្ញុំ control សិនមកអញ្ចឹងដើម្បីដាក់បញ្ចូលបានយើងអាចវាយ ls ដាក់ ls គ្នាមិនដែរ etc អញ្ចឹងនៅក្នុងនេះគឺយើងបានចូលទៅដល់ etc ដែល display text ទាំងមុននឹងទាំងអស់ហើយអញ្ចឹងយើងទៅប្រើសញ្ញា redirection នេះដែរគឺដើម្បីយក file យក text ពី etc ទាំងអស់នេះដាក់បញ្ចូលទៅក្នុង file របស់យើងអញ្ចឹងបើសិនជាយើងចង់ដាក់វាoutput វាចូលទៅក្នុង file su file របស់យើងអាចវាយមក su file.tat enter មក and then យើងអាចចូលទៅ check មើលថាតើយើងបានពោះវាចូលដែរអត់ហើយបន្ទាប់ su file បែបនេះអូខេអញ្ចឹងនៅក្នុងនេះគឺវាបាន display ចេញមកទាំងអស់ហើយនេះពាក់ព័ន្ធជាមួយនឹងetc text វាទាំងអស់ហ្នឹងគឺបានពុះចូលហើយ text ដែលយើងបានដាក់បញ្ចូលនៅក្នុង file su file មុនហ្នឹងវាបាន replace ទាំងអស់តែម្ដងលុបចាស់ចោល replace ចូលជំនួសវិញដោយ etc អញ្ចឹងវាអត់ធ្វើការបន្ថែមទេវាអត់ append ទេនៅពេលដែលយើងប្រើសញ្ញាធំជាងនេះគឺវាចូលទៅជំនួសលុបចាស់ចោលដើម្បី replace យកតែម្ដងអូខេអញ្ចឹងនៅក្នុង file នេះវាមាន text ច្រើនពេករៀងពិបាកមើលបន្តិចអញ្ចឹងខ្ញុំសូម clear ចោលសិន and then ខ្ញុំយកអូខេនៅក្នុងនេះវាតិចជាងអញ្ចឹងខ្ញុំសូមយកនេះទៅដាក់វិញទៅដាក់នៅក្នុង su file អូខេអញ្ចឹងយើងអាច check មើល cat មើលទៅឃើញfile su file.tat របស់យើងមាន text តិចជាងមុនដោយសារតែយើងយក ls-lh ទៅ replace វិញបាទអូខេអញ្ចឹងបន្ទាប់ពីធ្វើនឹងបានហើយយើងអាចធ្វើការ add បន្ថែមអញ្ចឹងធ្វើម៉េចដើម្បីអាច append មានន័យថាដាក់ add បញ្ចូលបន្ថែមបានដោយអត់បាត់ចាស់មានន័យអត់បាត់
text ចាស់ដែលនៅក្នុង file របស់យើងបាទអញ្ចឹងយើងត្រូវប្រើពាក់ព័ន្ធជាមួយ append វិញយើងអត់ដាក់ replace យកតែម្ដងទេអញ្ចឹងដើម្បី append បានយើងអាចដោយសារខ្ញុំចង់យក text ក្បាលដំបូងរបស់ចេញពី etc ដើម្បីមកបញ្ចូលអញ្ចឹងខ្ញុំសូមls ដាក់ lh ដាក់ lh then etc slash okay and then ខ្ញុំយកnl យើងដាក់លេខឲ្យវាអូខេខ្ញុំដាក់ដាក់5ចុះអូខេអញ្ចឹងនៅក្នុងនេះគឺយើង display មកសិនខ្ញុំអត់ទាន់ដាក់ append បញ្ចូលទេអញ្ចឹងបើយើងទៅមើល file SU file របស់យើងមុនហ្នឹងគឺនៅដដែលទេអត់មានអីថ្មីទេគឺនៅតែប៉ុណ្្នឹងដដែលយើងអត់ទាន់ append អីចូលទេអញ្ចឹងដើម្បី append បញ្ចូលបានយើងប្រើដូចមុនហ្នឹងទៅអាច ls ដាក់ lh etc nl នេះគឺដាក់លេខ display ម្ដងទៀតនេះគឺលេខ number បែបនេះហើយបន្ទាប់មកទៀតយើងអាចធ្វើការ append បញ្ចូលគឺយើងប្រើសញ្ញាធំជាង2ដងបែបនេះដើម្បីបន្ថែម append បញ្ចូលក្នុង file របស់យើងក្នុង file su5.txt អញ្ចឹងយើងអាចប៉ុណ្ណឹងមកអាច enter អូខេប៉ុណ្នេះចូលហើយចង់ដឹងចូលឬក៏មិនចូលយើងអាចប្រើ cat su5.txt ដើម្បី display មើលអូខេអញ្ចឹងដំបូងមានតែប៉ុណ្្នេះទេអញ្ចឹងយើងបន្ថែម5ជួរបន្ថែមមកទៀតវាបានលទ្ធផលបែបនេះបាទអូខេអញ្ចឹងនៅក្នុងវីដេអូមួយនេះសូមចប់តែប៉ុណ្្នឹងបាទអរគុណ